and all of Jacob's family ends up living in Egypt. Remember? ហើយយើងឃើញហើយចំនួនជួយប្រែចុះឡើងពេញពិភពលោកដល់ហើយកូនចៅរបស់គាត់ត្រឡប់មកវិញនៅកាណានដែរ In Egypt. Yeah. ធ្លាមកអេស៊ីបម្ដង They stay in Egypt for a few hundred years. រាប់រយឆ្នាំនៅអេស៊ីប Okay. Longer than any of us or our ancestors who lived in the United States. Okay. វិញបានន័យថានៅជាទីសកលគេរាប់រយឆ្នាំបានមានតែពួកយើងនៅសហរដ្ឋអាមេរិកទោះបីជាលោកតាក៏អត់ទាន់យូរអង្វែងដូចអ៊ីស្រាអែលនិងអេស៊ីបដែរ And the Egyptians end up making them slaves. ពួកអេស៊ីបបានយកពួកយូដាជាទីសកល And then God sends Moses. ហើយបងបានបញ្ជូនលោកម៉ូសេឲ្យទៅមករំដោះ Right? Take the people back to Canaan. ហើយបងឲ្យម៉ូសេយកជាជនអ៊ីស្រាអែលត្រឡប់ទៅកាណានវិញ Don't have time to tell the whole story, but it's not easy for them to leave Egypt, right? ហើយគាត់ពួកគាត់ត្រឡប់នៅអេស៊ីបហើយដោយសម្បូរសប្បាយហើយចេញទៅទៅតាមផ្លូវមានការលំបាក And when they leave, a lot of other people go with them, right? ហើយពួកគេចេញពីស្រុកអេស៊ីបទៅជនជាតិអ៊ីស្រាអែលហើយមានមនុស្សជាច្រើនទៅតាមពួកគាត់ And all those extra people become part of Israel. ហើយអ្នកដែលទៅតាមជនជាតិអ៊ីស្រាអែលជំនាន់ហ្នឹងទៅคล้ายទៅជាផ្នែកមួយនៃសាសយូដា And as they go back to Canaan, God gives them laws, right? គេត្រឡប់ទៅស្រុកកាណានវិញព្រះអង្គបានប្រទានខិតប្រជែង Let's read one of them from Leviticus 19, verses 33 to 34. ហើយយើងអានលេវីវិន័យ19ដើម្បីសាសមួយបងប្អូនឃើញហើយអានលេវីវិន័យ19ដើម្បីសាសមួយក្រឹតវិន័យដែលព្រះអង្គប្រទានឲ្យរាជស្រីអ៊ីស្រាអែលអនុវត្តនៅក្នុងជីវិត